រស់ថ្ងៃនេះឲ្យល្អពេលវេលាចេះតែដើរទៅមុនទោះបីជាយើងមាននាឡិកាថោកឬថ្លៃយ៉ាងណាក៏មិនអាចទាញម៉ោងឲ្យថយក្រោយបានឡើយចូលចាំថាអ្វីៗទាំងអស់មានការប្រែប្រួលជានិច្ចអ្វីៗគ្រប់យ៉ាងមិនរងចាំយើងហើយមិនមានថ្ងៃណាល្អជាងថ្ងៃនេះនិងវិនាទីនេះថ្ងៃស្អែកជាពាក្យមួយម៉ាត់យ៉ាងខ្លីវាជាពេលដែលមិនទាន់មកដល់នៅឡើយទេហើយពេលមកដល់វាក៏គង់តែនឹងក្លាយជាថ្ងៃនេះដដែលចំនួនថ្ងៃនៃជីវិតរបស់យើងវារំកិលទៅមុខឥតឈប់ឈរសោះទាញថយក្រោយក៏មិនបានរុញទៅមុខឲ្យលើសពីនេះក៏មិនកើតមានតែសម្របតម្រូវឲ្យទៅតាមដំណើរសិស្សពីរនាក់រៀនសាលាជាមួយគ្នាគ្រូបង្រៀនរួមជាមួយគ្នាប៉ុន្តែសិស្សពីរនាក់នេះទទួលបានលទ្ធផលសិក្សាខុសគ្នាសិស្សទី1ទទួលបានការប្រឡងជាប់រាល់ខែដោយសារកិច្ចការសាលាដែលគ្រូដាក់ឲ្យគាត់ខំប្រឹងធ្វើរួចរាល់តាមការកំណត់ចំណែកឯសិស្សទី2មិនខំប្រឹងធ្វើកិច្ចការដែលគ្រូដាក់ឲ្យឡើយគិតតែពីដើរលេងឥតប្រយោជន៍ចុងក្រោយក៏អត់បានពិន្ទុនិងប្រឡងធ្លាក់រាល់ខែយើងសប្តាហ៍ថ្ងៃមិនបានរស់នៅជាមួយអតីតកាលមិនបានរស់នៅជាមួយអនាគតតែគឺយើងរស់នៅក្នុងថ្ងៃនេះជាអ្វីគ្រប់យ៉ាងជាពេលវេលាដែលយើងត្រូវចាយវាឲ្យបានល្អិតល្អន់ចាយវាឲ្យមានប្រយោជន៍សម្រាប់ខ្លួនឯងមិត្តភ័ក្តិគ្រួសារនិងសង្គមរបស់អ្នកយើងត្រូវយល់ថាមនុស្សម្នាក់គឺមានអ្វីមិនដូចគ្នាប៉ុន្តែយើងមានពេលវេលាក្នុងមួយថ្ងៃដូចគ្នាម៉ោងមិនលំអៀងទៅរកនរណាម្នាក់ឡើយដូចនេះកុំចំណាយពេលវេលាដ៏មានតម្លៃមួយនេះទៅលើរឿងដែលធ្វើឲ្យយើងអស់តម្លៃក្នុងភាពជាមនុស្សឲ្យសោះ